នេះគឺជា MacBook Air 2026វីដេអូនេះខ្ញុំបានធ្វើការបើកប្រអប់ MacBook Air ឆ្នាំ2026នេះតែម្ដងដើម្បីចង់ថាតើឆ្នាំថ្មី MacBook Air នេះស្រស់ស្អាតពិតណាស់ហើយមួយទៀតនោះគឺអាចនិយាយបានថានេះក៏ជា MacBook Air ស៊េរីដំបូងដែល Apple ធ្វើការអភិវឌ្ឍនៅសមត្ថភាពបើគឺខ្លាំងគួរសមមែនទែនទីមួយគឺបំពាក់ជាមួយនឹង chip បាទ M5 ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ទី2បើគឺមាន memory ដល់ទៅ 16GB និងទី3បើគឺទំហំផ្ទុកចាប់ផ្ដើមដំបូងហ្នឹងគឺចាប់ពី 512G តែម្ដងអាចនិយាយបានថាបាទ Bravo សម្រាប់ MacBook Air ឆ្នាំនេះគឺទទួលបាននៅកញ្ចប់ដែលទំនងមែនទែនហើយបើតាមខ្ញុំបាទចាប់អារម្មណ៍មើលឃើញថានៅក្នុងបណ្ដាញសង្គមឬមួយក៏អ្នកដែលគាត់ review គឺគាត់បានបញ្ជាក់ថាកម្លាំងរបស់ MacBook Air ឆ្នាំ2026នេះគឺល្អមែនទែនមិនចាញ់ MacBook Pro ប្រហែលទេអញ្ចឹងចង់ដឹងថាតើ MacBook Air ឆ្នាំ2026នេះស្អាតកម្រិតណាហើយពណ៌ Midnight នេះស្អាតកម្រិតណាពិសេសនោះមានអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍សូមទស្សនាវីដេអូបើកប្រអប់ជាមួយខ្ញុំបាទដូចទៅក្លិនឈ្ងុយតែម្ដងបាទតោះយើងបើកប្រអប់បងប្អូនគ្នាតែនអូឈ្ងុយក្លិនលុយតែម្ដងនេះគឺជា MacBook យើងទុកមកឡៃសិនយើងមើលក្នុងប្រអប់តើមានអីខ្លះអូបើមានឆ្នាំងសាកផងដែរនេះគឺជាឆ្នាំងសាក40 W បាទឆ្នាំងសាកស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ហើយនេះគឺជាខ្សែហ្នឹងគឺក្បាលនេះពណ៌សបងប្អូនមកក្បាលពណ៌សហើយខ្សែពណ៌រាងខ្មៅបែកខៀវបាទគេថាពណ៌ Midnight បាទហើយនេះគឺជាក្បាលសាក MagSafe បាទរបស់ក្រុមហ៊ុន Apple ផ្ទាល់តែម្ដងអរគុណខ្ញុំទុកមកឡែកហើយមានតែប៉ុណ្្នឹងក្នុងប្រអប់អត់មានទេខ្ញុំមកចាប់អារម្មណ៍ទៅមួយតួឯងយើងវិញបាទនេះគឺជាកាន់ស្រៀលតែម្ដងបងប្អូនមកខ្លាចទៅប៉ះកែមួយទៀតទៅគឺក៏ពិតតែបើថាតួរបស់វាគឺ Aluminium ដែលទុនគួរសមដែរបាទតោះយើងបើកស៊ីលទាំងអស់គ្នាបាទបើកមកទំនងមែនតើបងប្អូនវ៉ាវក្លិនឈ្ងុយបាទឈ្ងុយមែនតើបងឈ្ងុយក្លិនថ្មីមែនតើបាទហើយពណ៌ស្អាតមែនតើពណ៌នេះស្តៀងខ្មៅបងប្អូនតែអត់ខ្មៅចំទេបើគឺរៀងបែកពណ៌ខៀវបាទខៀវចាស់តិចបាទស្អាតបាទវ៉ាវស្អាតមែនតើបងប្អូនជារួមចំណាប់អារម្មណ៍របស់ខ្ញុំគឺនិយាយថា MacBook Air ស៊េរីថ្មីនេះគឺមានភាពស្រស់ស្អាតទោះបីជាការរចនារូបរាងបើធៀបជាមួយនឹង MacBook Air ឆ្នាំ2025 24 chip M4 M2 គឺមានរូបរាងដូចគ្នាប៉ុន្តែការពង្រឹងសមត្ថភាពខាងក្នុងគឺមានលក្ខណៈខុសគ្នាអញ្ចឹងទេនៅតែស្អាតនៅតែមានការចាប់អារម្មណ៍អញ្ចឹងទេសម្រាប់លោកអ្នកដែលចង់បានកុំព្យូទ័រ MacBook ដែលមានកម្លាំងល្អប្រើមួយហើយមិនចង់ចាយច្រើនកុំភ្លេច MacBook Air M5 ស៊េរីឆ្នាំ2026នេះអរគុណដែលបានទស្សនាកុំភ្លេច Subscribe ជួបគ្នាវីដេអូក្រោយជាបន្តទៀតបាទ